នោះបើរះអញដែលបានហៅតាមឈ្មោះអញគេបន្ទាបខ្លួនហើយអធិដ្ឋានរកអញព្រមទាំងងាកបែរចេញពីផ្លូវអាក្រក់របស់គេនោះអញនឹងស្ដាប់ពីលើឋានសួគ៌ហើយនឹងអត់ទោសអំពើបាបរបស់គេទាំងមើលស្រុកគេឲ្យជាផងដូច្នេះចូលប្រែចិត្តហើយវិលមកចុះដើម្បីឲ្យបាបរបស់អ្នករាល់គ្នាបានលុបចេញប្រយោជន៍ឲ្យមានពេលលំហើយមកពីពោះព្រះអង្គម្ចាស់បើយើងលន់តួបាបវិញនោះទ្រង់មានព្រះハរតីស្មោះត្រង់ហើយសុចរិតប្រយោជន៍នឹងអត់ទោសបាបឲ្យយើងហើយនឹងសម្អាតយើងពីគ្រប់អំពើទុច្ចរិតទាំងអស់ផងបើយើងថាយើងមិនដែលធ្វើបាបសោះនោះឈ្មោះថាយើងធ្វើឲ្យទ្រង់ទៅជាអ្នកកុហកវិញហើយព្រះបន្ទូលទ្រង់មិននៅក្នុងយើងទេអ្នកណាដែលគ្របបាំងការរំលោភរបស់ខ្លួននោះនឹងមិនចម្រើនឡើងទេតែអ្នកណាដែលលន់តួហើយលះបង់អំពើនោះនឹងប្រទះបានសេចក្តីមេត្តាករុណាវិញព្រះអង្គម្ចាស់មិនផ្អាកសេចក្តីសន្យារបស់ទ្រង់ដូចជាមានអ្នកខ្លះគិតស្មាននោះទេគឺទ្រង់មានព្រះハរតីអត់ធ្មត់នឹងយើងរាល់គ្នាវិញដោយមិនចង់ឲ្យអ្នកណាមួយវិនាសឡើយគឺចង់ឲ្យមនុស្សទាំងអស់បានប្រែចិត្តវិញចូលឲ្យអ្នករាល់គ្នាទៅរៀននៃបទដែលថាអញចង់បានសេចក្តីមេត្តាករុណាមិនមែនយ៉ាញ់បូជាទេពីព្រោះខ្ញុំមិនបានមកដើម្បីនឹងហៅមនុស្សសុចរិតទេគឺមកហៅមនុស្សមានបាបឲ្យប្រែចិត្តវិញមិនត្រូវឲ្យហែកអោខ្លួនទេគឺត្រូវហែកចិត្តវិញហើយវិលមកឯព្រះយេហូវ៉ាជាព្រះនៃឯងចុះត្បិតទ្រង់ប្រកបដោយព្រះគុណនិងសេចក្តីមេត្តាករុណាទ្រង់យឺតនឹងខ្ញាល់ហើយក៏មានសេចក្តីសប្បុរសជាបរិបូរណ៍ទ្រង់មានព្រះハរតីស្ដាយដោយត្រូវវាយផ្ចាល់គេដែរពេលវេលាបានសម្រេចហើយនគរព្រះជិតមកដល់ដូច្នេះចូលប្រែចិត្តហើយជឿដំណឹងល្អចុះដូច្នេះខ្ញុំប្រាប់អ្នករាល់គ្នាថាក៏មានសេចក្តីអំណរនៅមុខពួកទេវតានៃព្រះយ៉ាងនោះដែរដោយសារមនុស្សបាបតែមួយនាក់ដែលប្រែចិត្តវិញចូលប្រយ័ត្នខ្លួនបើបងប្អូនធ្វើបាបនឹងអ្នកត្រូវឲ្យអ្នកបន្ទោសដល់គាត់បើគាត់ប្រែចិត្តមកវិញនោះចូលអត់ទោសដល់គាត់ចុះបើគាត់ធ្វើបាបនឹងអ្នក7 ដងក្នុងមួយថ្ងៃហើយត្រឡប់មកនិយាយនឹងអ្នក7 ដងថាខ្ញុំប្រែចិត្តហើយនោះត្រូវឲ្យអ្នកអត់ទោសដល់គាត់ជាកុំខានព្រោះសេចក្តីព្រួយដែលគប់ព្រះハរតីដល់ព្រះនោះរមែងនាំឲ្យប្រែចិត្តឡើងប្រយោជន៍ឲ្យបានសង្គ្រោះជាសេចក្តីដែលមិនត្រូវស្ដាយឡើយតែសេចក្តីព្រួយរបស់លោកីនោះបង្កើតសេចក្តីស្លាប់វិញ